Yo bong ônនៅក្នុងវីដេអូនេះបងប្អូននឹងដឹងអំពីការលើកឡើងរបស់កីឡាករពេជ្រសម្បត្តិនិងលោកគ្រូសេនមុនថេនតាក់ទងជាមួយនឹងការប្រកួតរបស់កីឡាកររឿងសុភ័ណ្ឌជាមួយនឹងកីឡាកររ៉ូស្លាន់ដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាឲ្យបងប្អូនដែលពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាក់ទងជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរបាទវីដេអូនេះបាទទី1បាទចូលសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទកីឡាករពេជ្រសម្បត្តិបានលើកឡើងថាការប្រកួតរបស់កីឡាកររឿងសុភ័ណ្ឌជាមួយនឹងកីឡាកររ៉ូស្លាន់បើទោះបីជារ៉ូស្លាន់គេបច្ចុប្បន្ននេះបាទអាចនិយាយបានថាគេ credit រឿងឡើងបន្ទាប់ពីយកឈ្នះកីឡាករធឿនធីរ៉ាបាទពីប្រកួតជាប់គ្នាបាទហើយផ្ដួលដៃគូទឹកទី1ដូចគ្នាក៏ពិតមែនប៉ុន្តែលេងជាមួយនឹងមេធីមក៏មិនប្រកាសថាឈ្នះមេធីមស្រួលដែរបាទចឹងពេជ្រសម្បត្តិគាត់ជឿជាក់លើកីឡាកររឿងសុភ័ណ្ឌថាអាចនឹងយកឈ្នះបាទកីឡាកររ៉ូស្លាន់បានបាទព្រោះអីវាយជាមួយនឹងកីឡាករធឿនធីរ៉ាគាត់វាយអត់ទាន់អីអស់ក្បាច់រៀងខ្លួនទេបងប្អូនបាទលក្ខណៈថាភ្លាត់ម្ដងហើយម្ដងទៀតចឹងណាបាទតែជាមើលប៉ះជាមួយនឹងលោកកីឡាកររឿងសុភ័ណ្ឌវិញថាតើរឿងសុភ័ណ្ឌអាចភ្លាត់ដែរឬក៏យ៉ាងម៉េចយើងមានតែចាំអត់បាទរឿងនេះបាទហើយតាក់ទងជាមួយនឹងកីឡាករពេជ្រសម្បត្តិគាត់លើកឡើងបែបនេះបាទឲ្យបងប្អូនយល់យ៉ាងណាដែរអញ្ចឹងមានន័យថារវាងរ៉ូស្លាន់និងកីឡាកររឿងសុភ័ណ្ឌពេជ្រសម្បត្តិគាត់យករឿងសុភ័ណ្ឌថាអាចនឹងទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះចប់សាច់រឿងទី1យើងចូលសាច់រឿងទី2សាច់រឿងទី2នេះក៏មិនទៅណាឆ្ងាយពីកីឡាកររឿងសុភ័ណ្ឌដែរប៉ុន្តែការលើកឡើងនេះគឺជាការលើកឡើងរបស់បាទលោកគ្រូសេនមុនថេនបាទលោកគ្រូសេនមុនថេនបាទអាចនិយាយបានថាជាគ្រូបង្វឹកផ្ទាល់បាទរបស់កីឡាកររឿងសុភ័ណ្ឌបាទរឿងសុភ័ណ្ឌមែនតើទៅគាត់ក៏មានក្លឹបរបស់គាត់ដែរគាត់ថាគាត់ក្លឹបគាត់គ្រូបង្វឹកផ្ទាល់គាត់បង្វឹកកូនសិស្សក្នុងក្លឹបបាទចំពោះនៅពេលដែលគាត់មានការប្រកួតគឺគាត់តែងតែបាទទៅវឹកហាត់ជាមួយនឹងលោកគ្រូសេនមុនថេនដើម្បីបំពេញបន្ថែមក៏ដូចជាវឹកហាត់បុកបាទត្រៀមការប្រកួតនីមួយបាទជាក់ស្ដែងដោយប៉ះជាមួយនឹងកីឡាកររ៉ូស្លាន់នេះគាត់ក៏ទៅវឹកហាត់ជាមួយនឹងលោកគ្រូសេនមុនថេនដើម្បីបំពេញបន្ថែមនៅក្បាច់ចង្វាក់បច្ចេកទេសក៏ដូចជាកម្លាំងកាយសម្បទារបស់គាត់គឺថាឲ្យប្រកួតបាទមានគេហៅថាអំណោយផលឡើងវិញបងប្អូនបាទព្រោះមួយរយៈនេះរឿងសុភ័ណ្ឌក៏គាត់មិនសូវបានមានការប្រកួតដែរដោយសារបញ្ហាសុខភាពហើយនឹងអត់សូវមានការចាប់គូឲ្យគាត់ប្រកួតបាទឥឡូវនេះលេងធំតែម្ដងបងប្អូនបាទលេងធំតែម្ដងគឺប្រកួតទៅដើមខ្សែក្រវ៉ាត់ជាមួយនឹងកីឡាកររ៉ូស្លាន់បាទរ៉ូស្លាន់នេះបាទបន្ទាប់ពីឈ្នះកីឡាករធឿនធីរ៉ាមកលក្ខណៈថាផ្ទុះការចាប់អារម្មណ៍ខ្លាំងបាទហើយបងប្អូនយល់យ៉ាងណាដែរហើយអ្នកខ្លះហ៊ានសួរលោកគ្រូអេវថងថាចុះបើកីឡាកររឿងសុភ័ណ្ឌចាញ់បាទតើលោកគ្រូអេវថងអាចដាក់ឲ្យកីឡាករធឿនធីរ៉ាសងសឹកម្ដងទៀតឬក៏យ៉ាងណាបាទហើយបងប្អូនចង់ឲ្យធឿនធីរ៉ាសងសឹកជាមួយនឹងកីឡាកររ៉ូស្លាន់ទៀតឬក៏ចង់ដាក់អ្នកផ្សេងបាទចំពោះខ្ញុំណាបាទបើសិនជាកីឡាកររឿងសុភ័ណ្ឌចាញ់ទៀតបាទបើសិនជាអាចហ្មងដាក់កីឡាករខំនាគរាជហ្មងបងប្អូនយល់មិនដែរបងប្អូនបាទបើដាក់ខំនាគរាជវិញណាព្រោះខំនាគរាជបច្ចុប្បន្ននេះប្រជាប្រិយភាពគាត់ក៏មិនណយដែរបាទកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងហើយមួយទៀតបាទបើសិនជាដាក់គាត់ក៏អាចដឹងពីសមត្ថភាពគាត់ដែរព្រោះ6-10ដងអត់ដែរចាញ់បងប្អូនបាទអត់ដែរចាញ់ហើយថែមទាំងឈ្នះផ្ដួលដៃគូឲ្យបោះបង់ការប្រកួត15ដងបាទឈ្នះបន្ទុកតែម្ដងឯងបងប្អូនបាទអែមមែនតើបាទអែមមែនតើចេញតែតាមមកអែមតែម្ដងបងប្អូនបាទសម្រាប់កីឡាករខំនិករាជបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអធិស្ឋានរាល់ការលើសលួសខ្វះខាតដោយអចេតនាវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា